បាទសូមជម្រាបសួរបងប្អូនជនរួមជាតិទាំងអស់ជាទីមេត្រីជាពិសេសបងប្អូនសប្បុរសជនដែលកំពុងរស់នៅក្នុងទីក្រុងកាល់ហ្គារីខេត្តអាល់បាតានៃប្រទេសកាណាដានៅពេលនេះខ្ញុំបាទប៉ែនពុទ្ធសភាមានកិត្តិយសបានជួបបងប្អូនសាជាថ្មីម្ដងទៀតហើយតាមរយៈវីដេអូឃ្លីបនេះហើយសូមបញ្ជាក់ថាខ្ញុំមិនតាន់ចាក់ចេញពីទីក្រុងកាល់ហ្គារីទេប៉ុន្តែយើងនឹងទៅដល់ទីក្រុងម៉ុងរ៉េអាល់នៅថ្ងៃទី16វេលាម៉ោង5ល្ងាចហើយខ្ញុំក៏សង្ឃឹមយ៉ាងមុតមមថានឹងបានជួបបងប្អូនខ្មែរដែលកំពុងរស់នៅក្នុងទីក្រុងម៉ុងរ៉េអាល់ខេត្ត Quebec នៃប្រទេសកាណាដាដែលជួបគ្នានៅក្នុងស្មារតីយកចិត្តទុកដាក់អំពីបញ្ហាប្រទេសជាតិហើយនឹងជនរងគ្រោះក្រីក្រដែលយើងគ្រោងនឹងកសាងសាលានៅតំបន់អរ៉ែងខេត្តកោះកុងហើយនៅពេលនេះខ្ញុំបាទប៉ែនពុទ្ធសភាសូមបញ្ជាក់ថាឈ្មោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភកសាងគម្រោងសាលារៀននៅតំបន់អរ៉ែងកាលពីថ្ងៃទី5ក្នុងកំឡុងដែលសហព័ន្ធខ្មែរកម្ពុជាក្រមខេត្តសាខាននៅខេត្តអាល់បាតានេះបានធ្វើដឹកនាំដោយលោកដាវហួននោះមានបងប្អូនខ្លះដែលបានចូលរួមថវិកាថ្ងៃទី5ហើយថ្ងៃទី6ហ្នឹងខ្ញុំមិនតាន់បានអានឈ្មោះទេមិនតាន់បានប្រកាសឈ្មោះឥឡូវនេះគឺថាឆ្លៀតពេលនេះសូមអានឈ្មោះសប្បុរសជនទាំងនេះទុកជាការដឹងគុណទុកជាការយកគំរូតាមថវិកាដែលបានចូលរួមឧបត្ថម្ភនៅថ្ងៃទី6គឺសម្រាប់គម្រោងកសាងសាលារៀនក្នុងនោះក៏មានក្រុមការងារអ្នករាយការណ៍ពិសេសផងដែរគឺបងស្រីពៅព្រមទាំងស្វាមីទូចកសាងសាលាហ្នឹង$70និង$30ហ្នឹងឧបត្ថម្ភក្រុមការងារអ្នករាយការណ៍ពិសេសបងប្រុសច័ន្ទថនឧបត្ថម្ភគម្រោងកសាងសាលាហ្នឹងចំនួន$40ហើយជាបន្តទៀតគឺលោកពូអ៊ូចសារិនក៏បានចូលរួមឧបត្ថម្ភកសាងសាលា$40ប្រធានសមាគមខ្មែរស្ថិតនៅក្នុងទីក្រុងកាល់ហ្គារីនេះគឺលោកយ៉ុងច័ន្ទដេតព្រមទាំងក្រុមគ្រួសារក៏បានឧបត្ថម្ភគម្រោងកសាងសាលានេះ$30ដែរហើយចំណាយនៅថ្ងៃទី6គឺថ្ងៃទី6ហ្នឹងក៏មានការចូលរួមដែរប៉ុន្តែតន់បានអានឈ្មោះក្នុងនោះគឺអ្នកមីងហេងឡាមព្រមទាំងក្រុមគ្រួសារហ្នឹងក៏បានឧបត្ថម្ភគម្រោងកសាងសាលារៀន$40អ្នកស្រីនងសុខុនគឺនៅទីក្រុងប្រុកខេត្តអាល់បាតាយើងដែរក៏បានចូលរួមចំនួន$50ហើយបន្តមកទៀតគឺលោកពូសានហ៊ុនឧបត្ថម្ភគម្រោងកសាងសាលាហ្នឹង$20លោកពូអ៊ុងខាត់គឺប្រធានគណៈបកសង្គ្រោះជាតិប្រចាំទីក្រុងកាល់ហ្គារីហ្នឹងគឺលោកពូអ៊ុងខាត់ហ្នឹងក៏បានចូលរួមឧបត្ថម្ភគម្រោងកសាងសាលានេះ$50បងប្រុសងួនច័ន្ទគឺឧបត្ថម្ភគម្រោងកសាងសាលា$20បងស្រីមុំឧបត្ថម្ភចំនួន$20បងប្រុសងុយស្រៀងឧបត្ថម្ភគម្រោងកសាងសាលា$40លោកពូកងរីព្រមទាំងក្រុមគ្រួសារហ្នឹងក៏បានឧបត្ថម្ភគម្រោងកសាងសាលានេះ$20ដែរអ្នកមីងវែងផានឧបត្ថម្ភចំនួន$20បងស្រីសូខននៅទីក្រុងរីឌីខេត្តអាល់បាតាក៏អត់បានមកទេគឺគាត់ផ្ញើតាមរយៈបងប្រុសមនីបាទគាត់ផ្ញើតាមរយៈបងប្រុសមនីហ្នឹងចំនួន$50ចូលរួមគម្រោងកសាងសាលាលោកពូច័ន្ទវឿនព្រមទាំងក្រុមគ្រួសារឧបត្ថម្ភគម្រោងកសាងសាលាហ្នឹង$30អាមេរិកហើយនឹងក្រុមការងារអ្នករាយការណ៍ពិសេសហ្នឹងគឺ$20អាមេរិកអញ្ចឹងសរុបទៅអស់$50អាមេរិកហើយឈ្មោះជាបន្តទៀតគឺមានបងប្រុសមាសហែមព្រមទាំងភរិយាកសាងសាលា$40លោកពូអ៊ូចសារិនកសាងសាលា$40បាទលោកពូអ៊ូចសារិនហ្នឹងគាត់ធ្លាប់ឧបត្ថម្ភ40មុនហើយប៉ុន្តែដល់ហើយគាត់ថាតិចពេកឥឡូវថែម40ទៀតជាបន្តទៀតគឺបងប្រុសរ៉ូលីសាន់ហ្នឹងក៏បានឧបត្ថម្ភគម្រោងកសាងសាលា$100បងស្រីឈុនលៀងនៅទីក្រុង Vancouver ខេត្ត BC នៃប្រទេសកាណាដាគាត់បានផ្ញើថវិកាមកចូលរួមកសាងសាលា$50បងស្រីបូរីព្រមទាំងស្វាមីច័ន្ទកសាងសាលា$50និងឧបត្ថម្ភក្រុមការងារអ្នករាយការណ៍ពិសេស$50ជាបន្តទៀតហ្នឹងគឺបងសុខាធីមនៅទីក្រុង Edmonton ហ្នឹងក៏បានចូលរួមគម្រោងកសាងសាលាហ្នឹង$20អញ្ចឹងថ្ងៃទី6ហ្នឹងគាត់មកជួបជុំចូលរួមនៅក្នុងពិធីប្រារព្ធខួបបារាំងកាត់ដីខ្មែរកម្ពុជាក្រមយួនគ្រប់គ្រង4មិថុនា1949ហ្នឹងហើយពេលដែលគាត់មកចូលរួមហ្នឹងគាត់ក៏បានចូលរួមកសាងសាលាហ្នឹងសាខាសហព័ន្ធខ្មែរកម្ពុជាក្រមខេត្តអាល់បាតាប្រទេសកាណាដាហ្នឹងក៏បានចូលរួមថវិកាចំនួន$100ដែរគឺជាថវិការបស់សហព័ន្ធហើយបន្តទៀតបងលឹមហេងនៅក្នុងទីក្រុងកាល់ហ្គារីហ្នឹងក៏បានចូលរួមគម្រោងកសាងសាលា$40លោកពូកុកខៀងព្រមទាំងក្រុមគ្រួសារកសាងសាលា$20លោកពូផុននិងភរិយារបស់គាត់ឈ្មោះផាហ្នឹងក៏បាន
ចូលរួមឧបត្ថម្ភកសាងសាលា$20លោកពូសុំមិនបញ្ចេញឈ្មោះបានចូលរួមកសាងសាលា$20បងស្រីអេននីកសាងសាលា$20លោកពូសុំមិនបញ្ចេញឈ្មោះម្នាក់ទៀតគឺកសាងចូលរួមឧបត្ថម្ភកសាងសាលាហ្នឹង$40បងប្រងង៉ែតប៉ុលឧបត្ថម្ភគម្រោងកសាងសាលាហ្នឹងគឺ$20អរគុណច្រើនបងង៉ែតប៉ុលបានជាអនុប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រមប្រចាំខេត្តអាបាល់តាហ្នឹងឃើញថាខ្ញុំបានទៅសម្រាប់ផ្ទះគាត់ហ្នឹងគាត់យកចិត្តទុកដាក់មែនទែនហើយក្នុងនោះបងប្រុសដាវងួនក៏បានឧបត្ថម្ភគម្រោងកសាងសាលា$40បងប្រុសសុំមិនបញ្ចេញឈ្មោះម្នាក់ទៀតក៏បានកសាងសាលាហ្នឹងគឺចំនួន$5លោកយាយគង់សៀនឧបត្ថម្ភក្រុមការងារអ្នករាយការណ៍ផ្សេង$40បងស្រីរ៉ាដាដែលជាភរិយារបស់បង